ដើម្បី copy អក្សរខ្មែរចេញពី PDF file ហើយទៅផាសនៅលើ Microsoft Word ឬក៏ platform ផ្សេងៗកុំឲ្យវាចេញទម្រង់ខុស font បែបនេះបងប្អូនអាចទស្សនាវីដេអូមួយនេះដំបូងយើងចូលទៅកាន់ file ជាអក្សរខ្មែរដែលយើងចង់ copy ហើយ select លើពាក្យ Open with ហើយ select លើពាក្យ Google Chrome ហើយបន្ទាប់មកយើងត្រូវធ្វើការតឡើង extension គេហៅថា Google Lens អញ្ចឹងដើម្បីតឡើងបានយើងបើក new tab ហើយបន្ទាប់មក select លើខ្មៅដៃហើយ scroll មកក្រោម select រកពាក្យថា toolbar បន្ទាប់មកទៀតរកពាក្យថា search this tab with Google Lens អញ្ចឹងយើងបើកមុខងារមួយនេះអូខេអញ្ចឹងវា pop up នៅលើ extension ហើយបន្ទាប់មកយើងបិទ tab នឹងចោលទៅយើងចូលទៅកាន់ tab សៀវភៅដែលយើងចង់ copy គេថាខ្ញុំចង់ copy text មួយនេះអូខេអញ្ចឹងដើម្បី copy text នឹងបានយើងចូលទៅកាន់ Google Lens ដែលយើងបាន install ហើយហ្នឹងហើយបន្ទាប់មកទៀតយើងអូសទៅលើ text ដែលយើងចង់ copy បន្ទាប់មកយើងបលែងទៅហើយវានឹងចេញពាក្យថា copy text យើង select លើពាក្យ copy text មួយហ្នឹងបន្ទាប់មកយើងធ្វើការផាសនៅលើ Microsoft Word របស់យើងទៅអូខេអញ្ចឹងយើងឃើញថា font គឺវាត្រឹមត្រូវតាមអ្វីដែលយើង copy